គឺជាប្រភេទមនុស្សសម្រេចចិត្តទៅតាមផ្លូវអារម្មណ៍ទៅតាមភាពភ័យខ្លាចដែលអ្នកដទៃប្រាប់ពីរឿងនេះពីរឿងនោះក្នុងភាពមិនច្បាស់លាស់អញ្ចឹងហើយបានគេឲ្យយើងជៀសវាងនៅអកតេទាំង4ឆន្ទៈទោសមហោភគយារឿងដែលល្អអ្នកណានិយាយទៅយើងត្រូវប្រឈមស្វែងយល់ការពិតដោយខ្លួនឯងគេប្រាប់បងប្អូនឲ្យមកកសាងអនាគតជាមួយអល់ខិនពិតហើយអ្នកដែលយល់ថាអល់ខិនល្អគាត់នឹងនិយាយប្រាប់ថាអល់ខិនល្អមែនអត់ដល់ពេលបងប្អូនទៅផ្ទះបងប្អូនអាចជួបញាតិមិត្តមួយចំនួនតែខ្ញុំលើកឡើងដល់ពេលបងប្អូនជួបអាចជួបលោក4ចំពោះទី1មិនដែលស្គាល់ទេឲ្យស្អីទៅអល់ខិនហើយបងប្អូនទៅសួរគាត់ពិតណាស់គាត់គ្មានយោបល់ប្រាប់បងប្អូនទេអ្នកទី2ធ្លាប់ឮសូរគេនិយាយពីអល់ខិនក៏ចាប់ផ្ដើមប្រាប់បងប្អូនថាអញឮសូរគេនិយាយដែរតែមើលតិចទៅណាប្រយ័ត្នណាចេះប្រយ័ត្នចុះប៉ុន្តែបងប្អូនមិនទាន់មានបញ្ហាទេតែបងប្អូនជួបអ្នកទី3ធ្លាប់ធ្វើអល់ខិនហើយបរាជ័យនៅអល់ខិនមនុស្សនេះនឹងតោងមិនឲ្យបងប្អូនងើបរួចទេប្រសិនបើបងប្អូនមិនអាចវាចាត់នៅអកតេទាំង4បានអូខេណាពួកបងប្អូននឹងភ័យខ្លាចដោយសារគេនិយាយថាអញ្ចឹងហើយគាត់ចិត្តបងប្អូនបាត់ខ្លួនអូតូម៉ាទិកណាអត់ព្រមដល់យុទ្ធធម៌ខ្លួនឯងឲ្យមានសុក្រិតភាពនៃគំនិតក្នុងការសម្រេចចិត្តនេះគឺជាប្រភេទមនុស្សសម្រេចចិត្តទៅតាមផ្លូវអារម្មណ៍ទៅតាមភាពភ័យខ្លាចដែលអ្នកដទៃប្រាប់ពីរឿងនេះពីរឿងនោះក្នុងភាពមិនច្បាស់លាស់អញ្ចឹងហើយបានគេឲ្យយើងជៀសវាងនៅអកតេទាំង4ឆន្ទៈទោសមហោភគយារឿងដែលល្អអ្នកណានិយាយទៅយើងត្រូវប្រឈមស្វែងយល់ការពិតដោយខ្លួនឯងមែនអត់កុំជឿព្រោះគ្រូកុំជឿព្រោះគម្ពីរកុំជឿព្រោះមេភាគច្រើនកុំជឿព្រោះបុព្វបុរសចាំអ្នកឯងស្វែងយល់អ្នកឯងមើលឃើញហេតុនិងផលអ្នកឯងជឿអ្នកឯងទុកចិត្តអ្នកឯងសម្រេចចិត្តទៅបានខ្ញុំប្រាប់ថាការសម្រេចចិត្តដែលមានមូលដ្ឋានបែបនេះមនុស្សនឹងមានការតស៊ូមនុស្សនឹងមានសេចក្តីព្យាយាមមនុស្សនឹងមានសេចក្តីអត់ធ្មត់ហើយគឺជាប្រភេទមនុស្សដែលនឹងសម្រេចបាននូវជោគវាសនារបស់ខ្លួនឯងពិតប្រាកដហើយកាន់កម្ពុជា